សេចក្តីណែនាំស្តីពីការហាមឃាត់ការផលិតផ្សព្វផ្សាយនិងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិទំនៀមទម្លាប់កិត្តិយសសេចក្តីថ្លៃថ្នូរនិងតម្លៃស្ត្រីខ្មែរក្រសួងព័ត៌មានក្រសួងកិច្ចការនារីនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានពិនិត្យឃើញថាកន្លងមកក្រសួងព័ត៌មានធ្លាប់បានផ្ដល់នូវសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមដោយផ្ដោតការផលិតនិងការចែកចាយប្រកបដោយការទទួលខុសត្រូវដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់សង្គមប៉ុន្តែបច្ចុប្បន្ននេះមានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្តីណែនាំក្រមសីលធម៌និងមនសិការវិជ្ជាជីវៈឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ប្រពៃណីអត្តសញ្ញាណជាតិខ្មែរនិងជាពិសេសការលើកដង្កើងសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រីដោយបានផលិតផ្សព្វផ្សាយនិងចែកចាយបន្តនៅមាតិកាដែលប្រើប្រាស់ពាក្យសម្ដីអសុរោះអសិលធម៌និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាពអនាចារនិងស្រើបស្រាលដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឬបម្រើឲ្យការលក់ផលិតផលរបស់ខ្លួនដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីនិងសីលធម៌សង្គមជាតិខ្មែរការផលិតចែកចាយនិងផ្សព្វផ្សាយបន្តនៅមាតិកាទាំងនេះបណ្ដាលឲ្យជះឥទ្ធិពលអវិជ្ជមានដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាពិសេសធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃដ៏ផូរផង់នៃវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរបានខិតខំថែរក្សានិងលើកដង្កើងតាំងពីយូរលង់ណាស់មកហើយការចម្លងគំរូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស់និងភាពស្រាប់ស្រាលត្រូវជៀសវាងជាដាច់ខាតព្រោះនេះជាការទម្លាក់នៅគុណតម្លៃកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងជាការប្រឆាចប្រពៃណីនិងវប្បធម៌កម្ពុជាដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌និងការយល់ដឹងអំពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្គមដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីទំនៀមទម្លាប់និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរជាពិសេសថែរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរនិងគុណតម្លៃស្ត្រីក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា Digital និងប្រព័ន្ធផ្សព្វផ្សាយក្រសួងព័ត៌មានក្រសួងកិច្ចការនារីនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមណែនាំដល់អ្នកផលិតមាតិកាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអ្នកសារព័ត៌មានប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់ដូចខាងក្រោម 1. បញ្ឈប់រាល់ការផលិតផ្សព្វផ្សាយនិងចែកចាយបន្តគ្រប់រូបភាពសារជាអក្សរសំឡេងវីដេអូឬមាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្ដីអសុរោះជេរប្រមាថនិងបង្ហាញកេរ្តិ៍ខ្មាស់និងភាពស្រាប់ស្រាលដូចជាការស្លៀកពាក់ខោចលើខោចក្រោមជ្រុលហួសហេតុពេកកាយវិការត្រាប់តាមសកម្មភាពអះអាភាសនិងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ 2. បញ្ឈប់រាល់ការយករូបរាងកាយស្ត្រីនិងសកម្មភាពពាក់ព័ន្ធនឹងស្ត្រីដែលមានលក្ខណៈអនាចារនិងស្រើបស្រាលមកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្តការចែករំលែកបន្តនិងការចូលមើល like share view នៅមាតិការបស់ខ្លួនឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្មផលិតផលដើម្បីបម្រើឲ្យផលប្រយោជន៍បព្វពួកឬផលប្រយោជន៍ផ្ទាល់ខ្លួន 3. ចូលរួមផលិតផ្សព្វផ្សាយនិងចែកចាយបន្តនៅមាតិកាដែលបង្ហាញពីខ្លឹមសារសកម្មភាពនិងរូបភាពនានាដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរនិងការលើកដង្កើងកិត្តិយសនិងគុណតម្លៃរបស់ស្ត្រីខ្មែរឲ្យបានទូលំទូលាយនិងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គមនិងនៅលើឆាកអន្តរជាតិ 4. រាល់ការផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានាត្រូវជៀសវាងដាច់ខាតនៅការប្រើប្រាស់រូបភាពឬភាសាដែលបង្កប់នូវការរើសអើងភេទនិងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងមនុស្សគ្រប់រូប 5. អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអ្នកសារព័ត៌មានប្រជាជននិងអ្នកសារព័ត៌មានគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាននិងត្រូវគោរពច្បាប់ជាធរមានដោយមិនត្រូវផលិតផ្សព្វផ្សាយនិងចែករំលែកបន្តនៅមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី 6. សូមជំរុញនិងលើកទឹកចិត្តដល់ការផលិតមាតិកាដែលបង្ហាញពីភាពច្នៃប្រឌិតការអប់រំបំណិនជីវិតសិល្បៈវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដើម្បីចូលរួមកសាងសង្គមមួយដែលមានចំណេះដឹងនិងប្រកបដោយសីលធម៌និងអរិយធម៌ខ្ពង់ខ្ពស់ក៏ដូចជាការលើកកម្ពស់សមភាព Gender នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត
ក្រសួងព័ត៌មានក្រសួងកិច្ចការនារីនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនដល់អ្នកផលិតមាតិកាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអ្នកសារព័ត៌មានប្រជាជននិងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទសូមចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងសុជីវធម៌សង្គមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិនិងការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គមជាតិក្រសួងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមច្បាប់ចំពោះនីតិបុគ្គលឬរូបវន្តបុគ្គលដែលនៅតែបន្តផលិតផ្សព្វផ្សាយនិងចែកចាយបន្តនៅមាតិកាដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីណែនាំនេះក្រោយទទួលវិធានការអប់រំ។